ជំរាបសួរលោកវិជ្ជបណ្ឌិតផ្អកប្រហុកត្រីញៀតត្រីឆ្អើរត្រីប្រមាអាហារប្រចាំរបស់ខ្មែរតាំងពីគេកាលមកកំពុងត្រូវបានបណ្ដាជនខ្មែរទូទៅខ្លាចរអាមិនហ៊ានបរិភោគទៀតទេពីព្រោះតែផលិតផលទាំងនោះមានដាក់ថ្នាំគីមីម្យ៉ាងកុំឲ្យរុយរោមនិងអំបីរក្សាឲ្យបានយូរតើថ្នាំគីមីនោះគឺជាថ្នាំអ្វីទៅលោកគ្រូពេទ្យចា៎បាទមិនត្រឹមតែត្រីឆ្អើរប្រហុកផ្អកទេដែលគេដាក់ថ្នាំនោះសូម្បីតែបន្លែនិងផ្លែឈើឬមួយក៏សាច់ឬមួយសាច់មាន់ដែលគេលក់តាមផ្សារក៏គេមានបាញ់ថ្នាំនេះដែរបាទថ្នាំដែលគេយកទៅបាញ់នោះឈ្មោះហៅថា Formol ជាអ្វីទៅចា៎ Formol គឺជាជាតិគីមីមួយយ៉ាងដែលមានជាតិពុលក៏ប៉ុន្តែវាមានគុណភាពរបស់វាមាន4យ៉ាងទី1គឺជាថ្នាំជាតិគីមីដែលគេសម្រាប់យកទៅដើម្បីទុកត្រាំរបស់អ្វីមួយឲ្យបានយូរកុំឲ្យវាស្អុយទី2គឺជាថ្នាំដែលគេដាក់ទៅលើត្រាំយកសាច់ទៅត្រាំដើម្បីឲ្យសាច់នោះដែលជិតស្អុយផុយរួយហើយគឺឲ្យសាច់នោះមានសភាពរឹងឡើងវិញដូចជាសាច់នៅថ្មីបាទហើយទី3សម្រាប់អ្នកដែលគេយកទៅធ្វើជាតិថ្នាំសម្រាប់លាបជញ្ជាំងអីហ្នឹងឬមួយក៏ជូតឥដ្ឋដើម្បីសម្លាប់មេរោគបាទហើយទី4គឺថាគេយកលាយទៅថ្នាំដើម្បីកុំឲ្យវាច្រេះចាំបាទអានេះជាគុណភាពរបស់ Formol ខ្ញុំសូមជូនជាឧទាហរណ៍ថាដូចជានៅក្នុងមន្ទីរពេទ្យមនុស្សម្នាក់ស្លាប់ដើម្បីកុំឲ្យស្អុយពួកខណៈខ្មោចដែលស្លាប់ហើយក្នុងរយៈពេល1ទឹកហ្នឹងគឺថាសាច់យើងចាប់ហើមហើយស្អុយរលួយបាទទុកមិនបានយូរទេដើម្បីទុកឲ្យបានយូរដើម្បីធ្វើបុណ្យទៅថ្ងៃក្រោយគេបញ្ចូល Formol 1លីត្រឬ1លីត្រកន្លះទៅក្នុងខ្លួនដូចជាយើងដាក់សេរ៉ូមអញ្ចឹងមកនេះសមនេះគេអាចទុកបានរាប់ខែដោយអត់ស្អុយអត់ហើមអត់រលួយបាទហើយតើជាតិ Formol ហ្នឹងវាមានគុណវិបត្តិអ្វីខ្លះហើយយើងអាចរកឃើញជាតិ Formol ហ្នឹងនៅកន្លែងណាខ្លះបាទជាតិ Formol នេះគឺថាយើងតែងសង្កេតឃើញនៅក្នុងប្រអប់ថ្នាំដែលគេយកទៅលាបជាងលាបអីហ្នឹងកណាត់បើកទៅធំឈួលអាហ្នឹងហើយគឺ Formol ឬមួយមិនចឹងទេនៅលើថ្នាំដែលយើងយកលាយជូតឥដ្ឋអីហ្នឹងគឺថាមាន Formol ដែរហើយម្យ៉ាងទៀតជ័រកុលដែលយើងយកទៅបិទប៉ាប់ជ័យប៉ាំងឬបិទមុខកែតអាហ្នឹងហើយដែលមានជាតិ Formol នៅក្នុងហ្នឹងបាទគាត់ទៅបើកឡើងឈួលលាបភ្នែកលាបច្រមុះយើងបាទហើយបាទអាហ្នឹងគឺថាជាតិ Formol នៅក្នុងហ្នឹងតែមិនចឹងនៅក្នុងមន្ទីរពេទ្យ Formol មានទាំងដបដូចដបអាល់កុលអញ្ចឹងសម្រាប់ប្រើយកទៅត្រាំសរីរៈរាងកាយដែលគេវះកាត់ហើយដើម្បីទុកឲ្យបានយូរទៅធ្វើការសិក្សាឬការវិភាគផ្សេងទៀតទៅថ្ងៃក្រោយបាទអញ្ចឹងបើសិនជាយើងយកមកហ្វលថ្នាំជាតិគីមីនេះយកមកដែលគេសម្រាប់តែរក្សាសាកសពឬក៏រក្សារបស់មួយឲ្យនៅបានយូរហើយយើងយកមកដាក់នៅលើអាហារអញ្ចឹងតើអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបរិភោគនឹងយ៉ាងណាខ្លះទៅលោកគ្រូពេទ្យបាទជាតិ Formol នេះគេថាជីវិតអាយុវារស់បាន4ឆ្នាំមកក្លិនវាឬមួយស្អីហ្នឹងវាមានថេរវេលា4ឆ្នាំណាបាទហើយបើគេយកទៅបាញ់នៅលើសាច់ដែលដាក់លក់នៅតាមផ្សារឬមួយបន្លែនៅតាមផ្សារព្រោះនៅស្រុកយើងវាក្តៅពេកបន្លែគាត់នៅបេះមកតែ1ម៉ោងក្រោយសពួនណាដូច្នេះអ្នកទិញគ្នាមិនចង់ទិញទេកាលណាឃើញបន្លែវាសពួនឬមួយក៏សាច់ដែលដាក់លក់កាលណាថ្ងៃអាសៀលទៅវាចាប់ត្រុតទ្រោមដើម្បីកុំឲ្យសាច់នេះវាត្រុតទ្រោមគេយក Formol ទៅបាញ់ពីលើទៅដើម្បីឲ្យមើលឃើញសាច់នេះវានៅថ្មីស្រស់ចា៎បាទឬមួយក៏ប្រហុកផ្អកដើម្បីទុកឲ្យបានយូរកុំឲ្យវាខូចគេយកទៅបាញ់លើទាំងអស់ហ្នឹងទៅហើយតើបើសិនជាយើងយកមកញ៉ាំថ្ងៃនេះឬមួយថ្ងៃស្អែកឬមួយអាទិត្យក្រោយយើងអត់ទាន់ឃើញមានប្រតិកម្មអ្វីតទៅសោះពីព្រោះយកទៅបាញ់ហ្នឹងវានៅតិចតួចកម្រិតវាមិនទាន់ធ្វើឲ្យមានជាតិពុលផ្ដំមកដល់លើសរីរាង្គកាយយើងខ្លួនទេបាទចាប៉ុន្តែថ្ងៃក្រោយយូរទៅរាប់ខែទៅបើយើងញ៉ាំម្ហូបទាំងអស់ដែលមានជាតិ Formol ហ្នឹងគឺថាជាតិ Formol ទី1វាធ្វើឲ្យយើងមាន allergy មានចេញជាកមរមាស់នៅលើស្បែកដូចជា eczema ទី2វាធ្វើឲ្យរលាកភ្នែកធ្វើឲ្យយើងចេះតែឈឺភ្នែកដោយមិនដឹងមកពីហេតុអីទី3វាធ្វើឲ្យយើងរលាកបំពង់ករលាកបំពង់ខ្យល់រលាកបំពង់រំលាយអាហារឬមួយឈឺក្រពះទី4អ្នកជំងឺចេះតែតិចរាកដោយអត់ដឹងមកពីហេតុអីខ្លះទៀតចេះតែឈឺក្បាលដោយមិនដឹងហេតុអីដែរបាទហើយមានអ្នកខ្លះទៀតនោះគ្នាចេះតែហត់ទៅអត់ធ្វើការនៅស្ងៀមសម្រាប់សោះក៏ចេះតែហត់បានមិនតឹងប៉ុណ្ណោះសោតខ្លះទៀតក្អួតចង្អោអត់ឈប់អ្នកខ្លះចេះតែស្គមរីងរៃទៅអ្នកខ្លះចេះតែជ្រុះសក់ភ្លេចភ្លាំងបាត់ស្មារតីគេងមិនលក់លើពីនេះទៅទៀតគឺថាធ្វើឲ្យគ្នាមានសភាព depression គឺថាខួរក្បាលយើងទ្រុឌទ្រោមអត់មានសមត្ថភាពគិតគូរអ្វីទាំងអស់នេះហើយគឺថាគេហៅថា intoxication chronic due to Formol
បាទដូច្នេះអាការៈដែលចេញកមរមាស់រលាកបំពង់កដែលយើងធ្លាប់គិតថាដោយសារតែផ្អកប្រហុកនឹងត្រីទៅនោះជារបស់ផ្អាប់គឺជាហេតុផលទី2ឬយ៉ាងណាលោកគ្រូពេទ្យចា៎ត្រូវបាទប្រហុកផ្អកដែលយើងញ៉ាំទៅធ្វើឲ្យយើងជាតឹងច្រមុះឬមួយពេលខ្លះចេញលមាស់គឺថាប្រហុកផ្អកខ្លួនឯងហ្នឹងវាមានជាតិ allergy រួចទៅហើយព្រោះវាផ្អាប់យូរពេកដល់យើងថែមមកហ្វូម៉ុលនឹងទៀតវាធ្វើឲ្យសភាពការរឹតធ្ងន់ធ្ងរទៅទៀតបាទធ្វើឲ្យយើងចេញលមាស់ឈឺភ្នែកឈឺក្បាលចិត្តឈឺនេះឈឺនោះអត់ឈប់បាទប៉ុន្តែដល់យូរថ្ងៃទៅនោះកាលណាវាអាជាតិពុលហ្វូម៉ុលជាចូលជ្រាបក្នុងខ្លួនយើងកាន់តែយូរទៅព្រោះអាជាតិពុលហ្វូម៉ុលហ្នឹងវាមានថេរ៉ាវីលេ4ឆ្នាំកាលណាយើងញ៉ាំយូរទៅអាហ្វូម៉ុលហ្នឹងមិនត្រឹមតែឲ្យគុណវិបត្តិប៉ុណ្ណឹងទេគឺថាអាជាតិហ្វូម៉ុលទី1វាធ្វើឲ្យយើងចេញជាកុងសែបាទកុងសែដំបូងបំផុតនៅបំពង់កឬមួយចេញកុងសែនៅសួតឬមួយក៏ចេញកុងសែនៅក្រពះបាទប្រើយូរទៅគឺថាចេញកុងសែដោយអត់ដឹងខ្លួនបាទព្រោះមិនក្នុងរយៈពេល 2-3 ខែចេញកុងសែទេរាប់ឆ្នាំថ្ងៃក្រោយទៅយើងមិនដឹងថាដោយហេតុអីតិចលឿនថានេះចេញកុងសែសួតនៅនោះចេញកុងសែក្រពះអ្នកទៀតចេញកុងសែបំពង់កបាទអាហ្នឹងគឺថាចេញមកពីជាតិហ្វូម៉ុលហ្នឹងបាទបើសិនជាយើងយករបស់ទាំងអស់នោះមកលាងដុសសម្អាតចម្អិនយ៉ាងណាក៏មិនអាចកម្ចាត់ជាតិហ្វូម៉ុលនេះឲ្យរលាយបានដែរទេលោកគ្រូលាងទៅវាអស់ខ្លះមែនក៏ប៉ុន្តែវានៅសល់ខ្លះទៀតបាទហើយដោយសារយើងញ៉ាំរាល់ថ្ងៃម្ហូបអាហារដែលយើងត្រូវញ៉ាំយើងញ៉ាំរាល់ថ្ងៃដូច្នេះវាចូលបន្តិចម្ដងយូរទៅវាចូលក្នុងឈាមវាជ្រាបជ្រួតពេញខ្លួនយើងធ្វើឲ្យយើងចេញកុងសែហ្នឹងមិនត្រឹមតែប៉ុណ្ណោះសោះទេគឺថាអាហ្វូម៉ុលហ្នឹងវាមានជាតិធ្វើឲ្យខូចគ្រឿងក្រើបផ្នែកខាងដែលបន្តពូជបាទមនុស្សប្រុសអាចចេញជាកុងសែប្រូស្តាតឬមួយមិនអញ្ចឹងទេមនុស្សប្រុសនោះមិនអាចមានកូនបានពាក់ម៉ាតូស៊ីនងាប់អស់បាទហើយបើមនុស្សស្រីវិញគឺថាគ្នាមានកូនដែរតែកូននោះអាចរលូតឬមួយកូនកើតមិនគ្រប់ខែកូនងាប់នៅក្នុងផ្ទៃពោះឬមួយមិនអញ្ចឹងទេកើតមកថាតែអត់ដូចគេដូចឯងគឺបោកក្បាលមានខ្វះដៃឬមួយខ្វះម្រាមជើងចេញមកអត់គ្រប់លក្ខណៈបាទអានឹងហៅថា effet teratogen deformol បាទអញ្ចឹងបើសិនជានិយាយចំពោះនៃបន្លែផ្លែឈើដែលគេដាក់ជាតិហ្វូម៉ុលនោះដែរក៏តើគ្រោះថ្នាក់របស់វាដូចជាគ្នានឹងត្រីប្រមាត្រីប្រហុកនឹងដែរបាទដូចគ្នាបាទឲ្យទៅដាក់លើម្ហូបអាហារចំពោះថាបន្លែផ្លែឈើគ្រាន់បើបន្តិចព្រោះមានសម្បកហើយយើងចិត្តចេញទៅវាស្បើយបាទយើងដាក់ទៅលើសាច់ឬមួយប្រហុកផ្អុកត្រីអីទាំងអស់ហ្នឹងគឺថាមានគុណវិបត្តិដូចគ្នាបាទយូរទៅធ្វើឲ្យកើតកុងសែហើយគុណវិបត្តិទី4គឺថាវាគេហៅថា neurotoxic គឺថាវាធ្វើឲ្យពុលខាងផ្នែកសរសៃប្រសាទបាទសរសៃយើងចិត្តតែឈឺជុកចាប់គ្រប់កន្លែងចិត្តតែឈឺក្បាលក្អួតហើយមិនអញ្ចឹងទេថ្ងៃក្រោយទៅធ្វើឲ្យអាចមានចេញជាមហារីកនៅក្នុងខួរក្បាលបាទចាដូច្នេះដំបូន្មានរបស់លោកគ្រូពេទ្យមានតែមួយគត់គឺថាសូមឲ្យរក្សាផលិតផលនោះឲ្យនៅជាធម្មជាតិដើមរបស់វាណាបាទនឹងធ្វើយ៉ាងណាបងប្អូនយើងអ្នកលក់ជៀសវាងកុំប្រើជាតិហ្វូម៉ុលទៅបាញ់លើម្ហូបអាហារដើម្បីលក់បានចំណេញផ្ទាល់ខ្លួនហើយអ្នកទិញក៏យ៉ាងដែរត្រូវមានការប្រុងប្រយ័ត្នជៀសវាងមិនដឹងទៅម្ហូបអាហារណាដែលគេបាញ់ថ្នាំហ្វូម៉ុលយើងកុំទិញប្រើបើថាយើងអាចដាំខ្លួនឯងបានជាការល្អបាទនាងខ្ញុំមានសំណួរជាចុងក្រោយមួយទៀតដូចជាឆោតទៅចុះថាចំពោះអ្នកដែលបាញ់តែម្ដងអ្នកដែលប្រើប្រាស់ហ្វូម៉ុលទៅលើត្រីលើសាច់ហ្នឹងគាត់ខ្លួនឯងប៉ះពាល់ដែរឬទេបាទដូចគ្នាព្រោះអាជាតិហ្វូម៉ុលគឺថាវាដូចជាអាល់កុលឬអេតែអញ្ចឹងវាមានចំហួលឡើងបាទអ្នកដែលប្រើរាល់ថ្ងៃហ្នឹងយូរឆាំគង់កើតមហារីកដូចគ្នាបាទមិនបាច់ញ៉ាំក៏បានទេគ្រាន់តែហិតហ្នឹងញ៉ាំព្រោះញ៉ាំកាន់តែច្រើនគាត់ណាចំហួលវាឡើងលើដូចយើងទៅចិត្តគេមានអេតែអញ្ចឹងគាត់បើកក្រោបឡើងឈួលមកដល់ភ្នែកយើងបាទហើយបាទចាអញ្ចឹងនាងខ្ញុំសូមថ្លែងអំណរគុណលោកគ្រូពេទ្យលោកគ្រូពេទ្យលោកកឹមសុងដែលបានជួយមុខបំភ្លឺចំពោះបញ្ហាពុលជាតិហ្វូម៉ុល